ประเทศนี้ทำประเด็นมาดากัสการ์លោក Henry Rajoelina បានភៀសខ្លួនតាមយន្តហោះយោធាបារាំងឆ្ពោះទៅប្រទេសបារាំងកាលពីថ្ងៃទី12ខែតុលាឆ្នាំ2025បន្ទាប់ពីក្រុមយោធាបានចូលរួមក្នុងបាតកម្មរបស់យុវជន Gen Z ដែលទាមទារឲ្យលោក Henry ចុះចេញពីតំណែងយោងតាមកាសែត The Telegraph លោក Henry Rajoelina បានប្រកាសថាមានការប៉ុនប៉ងធ្វើរដ្ឋប្រហារដោយអង្គភាពកងទ័ពដែលធ្លាប់បានជួយលោកដណ្ដើមអំណាចនៅក្នុងរដ្ឋប្រហារកាលពីឆ្នាំ2009នៅពេលនេះក្រុមកងទ័ពដដែលនេះបានចូលដៃជាមួយនឹងយុវជន Gen Z ទាញទម្លាក់លោកវិញ Reuters រាយការណ៍ថាការជំនះប្រធានាធិបតី Henry ទៅប្រទេសបារាំងត្រូវបានធ្វើឡើងក្រោមកិច្ចព្រមព្រៀងសន្តិសុខសម្ងាត់ដែលមានការយល់ព្រមពីប្រធានាធិបតីបារាំង Emmanuel Macron នេះត្រូវបានពិពណ៌នាថាជាការជំនះខ្លួនមនុស្សធម៌ក្រោមហេតុផលសន្តិសុខប៉ុន្តែមិនមែនជាសិទ្ធិជ្រកកោននយោបាយនោះទេមានន័យថាប្រទេសបារាំងមិនទាន់បានផ្ដល់ការនិរទេសឬក៏ការការពាររយៈពេលវែងសម្រាប់លោក Henry ឡើយគួរបញ្ជាក់ថាអស់រយៈពេល3សប្តាហ៍ហើយយុវជន Gen Z អាយុចាប់ពី13ដល់28ឆ្នាំបានធ្វើបាតកម្មកក្រៅប្រទេស Madagascar ដើម្បីប្រឆាំងទៅនឹងអំពើពុករលួយតុលាការអែបអ្នកមានបំពានអ្នកក្រអ្នកនយោបាយប្រើអំណាចដើម្បីប្រយោជន៍ផ្ទាល់ខ្លួនខណៈដែលប្រជាជនរស់ខ្វះទឹកអត់ភ្លើងប្រឈមមុខទៅនឹងការរើបំរាស់លោកប្រធានាធិបតី Henry បានដកតំណែងរបស់នាយករដ្ឋមន្ត្រីនិងរំលាយរដ្ឋាភិបាលកាលពីថ្ងៃទី1ខែតុលាឆ្នាំ2025ប៉ុន្តែលោកនៅតែមិនព្រមចុះចេញពីតំណែងហើយក៏មិនព្រមរំលាយសភានិងបោះឆ្នោតឡើងវិញដែរទីបំផុតចាប់តាំងពីថ្ងៃទី11ខែតុលាមកក្រុមយោធា Madagascar បានប្រកាសឲ្យកងទ័ពទាំងអស់ចូលរួមជាមួយនឹងក្រុម Gen Z ដើម្បីទម្លាក់លោក Henry ក្រុមអ្នកតវ៉ាបានហៅព្រឹត្តិការណ៍នេះថាជាជ័យជំនះរបស់ប្រជាជននិងជាឱកាសកសាងប្រទេសឡើងវិញ Madagascar ជាដែនកោះដ៏ធំនៅឆ្នេរសមុទ្រភាគអាគ្នេយ៍នៃទ្វីបអាហ្វ្រិកមានប្រជាជនជាង30លាននាក់ Madagascar ជាប្រទេសក្រីក្របំផុតមួយក្នុងពិភពលោកប្រាក់ចំណូលជាមធ្យមសម្រាប់ប្រជាជនម្នាក់គឺ$545ក្នុងមួយឆ្នាំ